បាត់ជំរាបសួរបងប្អូនថ្ងៃនេះដែរតែថ្ងៃទី13ខែឧសភាឆ្នាំ2025ហើយស្អែកថ្ងៃទី14គឺមានការកិច្ចប្រជុំរវាងថ្នាក់រាជរដ្ឋាភិបាលជាមួយរាជរដ្ឋាភិបាលដើម្បីជួបប្រជុំគ្នាដើម្បីដោះស្រាយបញ្ហាព្រំដែនប៉ុន្តែប្រជុំនេះសូមបញ្ជាក់ផងដែរថាមិនមែនប្រជុំភាគីខាងកម្ពុជាយើងមិនបានយក4ចំណុចដែលយកមកពិភាក្សាជាមួយខាងភាគីថៃទេដែលចំណុច4នោះគឺតំបន់មុំ3ប្រាសាទតំបន់ធំប្រាសាទតំបន់តូចហើយនិងប្រាសាទតាកបីពីព្រោះអីរឿង4ចំណុចនេះខាងរាជរដ្ឋាភិបាលកម្ពុជារបស់យើងហើយនឹងសម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាយើងបានបញ្ជាក់គោលជំហរយ៉ាងម៉ឺងម៉ាត់ហើយអំពីរឿងបញ្ហា4ចំណុចហ្នឹងគឺបានរៀបចំឯកសារប្តឹងទៅតុលាការអន្តរជាតិ ICJ ទោះបីភាគីថៃមិនព្រមទៅឬក៏ព្រមទៅអានឹងជារឿងខាងភាគីថៃទេប៉ុន្តែប្រទេសខាងភាគីកម្ពុជាយើងដែលដឹកនាំដោយសម្ដេចបវរធិបតីហ៊ុនម៉ាណែតគឺមានគោលជំហរយ៉ាងច្បាស់លាស់ក្នុងការដោះស្រាយរឿងបញ្ហាព្រំដែននេះហើយពាក់ព័ន្ធនឹងបញ្ហាព្រំដែននេះសម្ដេចបវរធិបតីលោកបានបញ្ជាក់ម្ដងហើយម្ដងទៀតថាប្រទេសកម្ពុជាគឺគោរពច្បាប់អន្តរជាតិក្នុងការដោះស្រាយបញ្ហាព្រំដែនហើយនឹងដោះស្រាយដោយសន្តិវិធីតែប្រសិនបើខាងភាគីថៃរំលោភបំពានបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជាយើងគឺប្រទេសកម្ពុជាយើងមានសិទ្ធិរក្សានិងចល័តកងប្រដាប់អាវុធនិងសព្វាវុធការពារបូរណភាពទឹកដីរបស់ខ្លួនហើយពាក់ព័ន្ធរឿងបញ្ហាព្រំដែននេះដែរខាងភាគីថៃប្រហែលថ្ងៃនេះឃើញខាងភាគីថៃគម្រាមមកប្រទេសកម្ពុជាយើងថានឹងផ្ដាច់ចរន្តអគ្គិសនីនៅតាមបណ្ដាខេត្តដែលជាប់ព្រំដែនថៃដែលខេត្តដែលរបស់ខ្មែរយើងយកអគ្គិសនីពីប្រទេសថៃនឹងយកមកប្រាស់ប៉ុន្តែមិនមែនប្រើប្រាស់ទាំងអស់ទេលក្ខណៈចរន្តអគ្គិសនីនឹងដូចឯកឧត្តមកែវរតនៈលោកមានប្រសាសន៍អញ្ចឹងពាក់ព័ន្ធរឿងបញ្ហាភ្លើងនៅតាមបណ្ដាព្រំដែននោះជួនកាលថៃគេយកភ្លើងពីប្រទេសកម្ពុជាយើងទៅនៅតាមតំបន់ណាមួយហ្នឹងទៅហើយយើងក៏យកភ្លើងពីថៃមកប្រើហើយប្រទេសឡាវនោះយកភ្លើងពីយើងដល់ពេលតំបន់យើងនៅជាប់ព្រំដែនឡាវនោះក៏អាចឡាវយកពីភ្លើងយើងវិញប្រើប្រាស់វិញផងដែរអញ្ចឹងហើយពាក់ព័ន្ធនឹងបញ្ហាភ្លើងអគ្គិសនីដែលថៃគម្រាមម្ដងហើយម្ដងទៀតរឿងពាក់ព័ន្ធបញ្ហាព្រំដែននឹងបិទច្រកផងហើយនឹងគម្រាមផ្ដាច់ចរន្តអគ្គិសនីផងឥឡូវនេះឯកឧត្តមរដ្ឋមន្ត្រីក្រសួងរ៉ែនិងធម្មពលឯកឧត្តមកែវរតនៈបានបញ្ជាក់ហើយនឹងបកស្រាយយ៉ាងច្បាស់ចាស់ហ្មងទៅកាន់ខាងភាគីថៃផងហើយនឹងបកស្រាយឲ្យបងប្អូនជាពលរដ្ឋខ្មែរយើងឲ្យលោកយល់ឲ្យកុំឲ្យព្រួយបារម្ភថាលោកបានបញ្ជាក់ឲ្យថាម៉ោងនេះពេលនេះថ្ងៃនេះប្រទេសកម្ពុជាមានលទ្ធភាពផ្គត់ផ្គង់អគ្គិសនីប្រើប្រាស់ខ្លួនឯងបានទោះបីភាគីថៃផ្ដាច់ក៏ផ្ដាច់ទៅអញ្ចឹងហើយនេះហើយជាការដឹកនាំរបស់ប្រទេសកម្ពុជាយើងមិនបាច់ចាំឲ្យប្រទេសភាគីថៃគម្រាមឲ្យម្ដងទៀតទេគឺឲ្យផ្ដាច់មុនទៅហើយយប់មិញនេះម៉ោង12:00យប់មិញគឺសម្ដេចមហាសេនាធិបតីតេជោហ៊ុនសែនគឺសម្ដេចពុកលោកមានប្រសាសន៍ដ៏អង្អាចបញ្ជាក់ថារឿងបញ្ហាព្រំដែនដែលបិទច្រកហ្នឹងអាហ្នឹងខាងភាគីថៃគេអ្នកចាប់ផ្ដើមគេអ្នកបិទទេអញ្ចឹងយើងត្រូវតែធ្វើតាមមិនចាំឲ្យគេបិទទេយើងបិទដែរហើយគឺឈប់នាំផលិតផលពីថៃមកចូលកម្ពុជាហើយឈប់ឲ្យប្រើប្រាស់ផលិតផលរបស់ថៃទៀតប៉ុន្តែអាហ្នឹងរឿងថៃគេអ្នកបង្កើតមុនទេ
គេកើតមុនទេប៉ុន្តែសម្ដេចលោកសូមអំពាវនាវឲ្យបងប្អូនជាពលរដ្ឋខ្មែរទាំងអស់ដែលនៅក្នុងប្រទេសកម្ពុជាហ្នឹងកុំមានការធ្វើប្រមូលផ្ដុំធ្វើបាតកម្មអីនៅមុខស្ថានទូតឬក៏ជាប្រមាថជនជាតិថៃដែលមករកស៊ីឬក៏ដាក់ទុនឬក៏មករស់នៅប្រទេសកម្ពុជាគឺយើងត្រូវកុំធ្វើអីផ្ដេសផ្ដាសឲ្យសោះពីព្រោះអីដឹងហើយបងប្អូនដឹងហើយខ្មែរយើងគឺបេះដូងធំប្រទេសតូចនេះតែបេះដូងធំអញ្ចឹងកុំមានបញ្ហាចំនួនតាមព្រំដែនអីហ្នឹងរាលដាលដល់ជាតិសាសន៍ប្រកាន់ជនជាតិប្រកាន់អីនៅក្នុងប្រទេសយើងអញ្ចឹងយើងទៅរក្សាសណ្ដាប់ធ្នាប់ដូចជារឿងធម្មតាសម័យមិនបាច់ចាំធ្វើដូចខាងថៃនោះគេធ្វើបាតកម្មនៅទូតមុខទូតខ្មែរគាត់ធ្វើទៅអានោះជារឿងខុសគេទេប៉ុន្តែចំពោះប្រទេសកម្ពុជាយើងសូមបងប្អូនទាំងអស់ត្រូវរក្សាសណ្ដាប់ធ្នាប់ឬក៏ប្រពៃណីខ្មែរយើងដែលយើងខំផ្សព្វផ្សាយថាខ្មែរយើងជាស្លូតបូតរុះរាយរាក់ទាក់សុភាពរៀបសារអញ្ចឹងយើងត្រូវថែរក្សាវប្បធម៌ហ្នឹងប៉ុន្តែបើសិនខាងគេនោះគេនេះយើងមិនចាំនេះទេទុកឲ្យរាជរដ្ឋាភិបាលលោកដោះស្រាយហើយយើងត្រូវតែជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយរឿងបញ្ហាព្រំដែនយើងកុំធ្វើអីអ្វីលើសពីនឹងទៅទៀតកុំឲ្យរុញច្រានរវាងប្រទេសទាំងពីរហ្នឹងធ្វើឲ្យប្រជាជនហ្នឹងមើលមុខគ្នាមិនត្រង់ពីព្រោះអីចេះបងប្អូនដឹងហើយប្រទេសថៃមានប្រជាជនហ្នឹងចូល60-70 លាននាក់ប៉ុន្តែមិនមែនថាប្រជាជនទាំងអស់70 លាននាក់ហ្នឹងស្អប់ជនជាតិខ្មែរក៏ស្អប់ប្រទេសខ្មែរទេគឺមានតែមួយក្រុមមួយក្តាប់ដែលជ្រុលនិយមដែលរុញរឿងហ្នឹងស្ថានភាពហ្នឹងឲ្យបរិចឲ្យជារឿងធំដូចប្រទេសកម្ពុជាយើងអញ្ចឹងមានក្រុមមួយក្តាប់តូចខាងគណៈបកប្រឆាំងនៅក្រៅស្រុកតែងតែបរិចរឿងហ្នឹងតែងតែបរិចហើយរុញរឿងស្ថានភាពហ្នឹងឲ្យប្រឈមមុខដាក់គ្នាបងប្អូនតែជាបានដឹងហើយតាមប្រព័ន្ធឥឡូវនេះតាម Facebook YouTube អីហ្នឹងឃើញថាសកម្មជនគណៈបកប្រឆាំងនៅក្រៅស្រុកដូចអាឈិនសទ្ធាអីនេះវាក្មេងមិនសើមួយថ្ងៃទេប៉ុន្តែវាមកពិភាក្សារឿងនយោបាយពិភាក្សារឿងអីផ្សេងទៅជេររាជរដ្ឋាភិបាលជេរសម្ដេចក្នុងអំឡុងហ្នឹងប្រទេសកម្ពុជាយើងកំពុងតែមានបញ្ហាជាមួយខាងភាគីថៃហើយពួកហ្នឹងខាងសកម្មជនគណៈបកប្រឆាំងនៅក្រៅស្រុកហ្នឹងវាមិនគិតអញ្ចឹងវាគិតតែជន់ផលិតខ្មែរអត់មានថាទៅរួមគ្នាសាមគ្គីគ្នាខ្មែរដើម្បីលើកកម្លាំងបងដែលបងកម្លាំងប្រដាប់អាវុធដែលប្រឈរជើងប្រចាំការនៅព្រំដែនត្រូវលើកទឹកចិត្តគាត់ហើយនឹងបើសិនបើយើងមានលទ្ធភាពយើងជួយឧបត្ថម្ភអ្នកបន្តិចទៅមិនបាច់ចាំច្រើនទេឡើយមកថារួបរวมគ្នាសាមគ្គីគ្នាកាលណាយើងចេះសាមគ្គីគ្នាចេះស្រឡាញ់គ្នារួបរวมគ្នាសត្រូវក៏មិនហ៊ានឈ្លានពានដែរប៉ុន្តែបើថាយើងបែកបាក់ហើយគេឈ្លានពានហើយមកពីសប្តាហ៍ថ្ងៃនេះខាងថៃនោះគេមានបណ្ដាញព័ត៌មានផ្សព្វផ្សាយគេមានព័ត៌មានផ្សព្វផ្សាយជាភាសាខ្មែរហ្នឹងផ្សាយមកពលឹះដើម្បីឲ្យប្រជាជនខ្មែរយើងហ្នឹងអានហើយមើលទៅយល់ច្រឡំមកលើរាជរដ្ឋាភិបាលកម្ពុជាដូចពេលដែលប្រហែលថ្ងៃមុនអញ្ចឹងខ្ញុំឃើញ account ខាងភាគីថៃគេសរសេរជាថៃហើយបកប្រែជាខ្មែរមកគេសរសេរហើយថាខាងទាហានកម្ពុជាយើងនឹងបានដកចេញពីតំបន់ដែលមានចំនួនហ្នឹង200 ម៉ែត្រហើយគេចោទប្រកាន់ថាទាហានខ្មែរយើងនឹងខ្លាចគេបានដកប៉ុន្តែជាក់ស្ដែងទាហានកងកម្លាំងរបស់យើងហ្នឹងនៅឈរប្រចាំការតំបន់ដែលមានចំនួនហ្នឹងដដែលទេហើយឈរនៅលើដីយើងទេមិនបានទៅឈរដីខាងថៃហើយមិនបានដកទៀតហើយក្រសួងការពារជាតិក៏បានបញ្ជាក់ម្ដងហើយថាមិនមានការដកថយចល័តតបដកថយទេប៉ុន្តែបើថាចល័តតបចល័តកងប្រដាប់អាវុធហ្នឹងមានមែនចល័តដោះដូរគ្នាប៉ុន្តែឲ្យដកថយពីព្រំដែនអត់ទេអាហ្នឹងសូមបញ្ជាក់ទៅបងប្អូនពីព្រោះអីព័ត៌មានថៃ
វាផ្សាយពលិសចោតប្រកាន់មកខ្មែរហើយដើម្បីឲ្យខ្មែរយើងយល់ច្រឡំផ្ទៃខ្នងអញ្ចឹងវាចង់វាយបំបាក់ស្មារតីយើងខ្មែរយើងកុំឲ្យត្រូវគ្នាឲ្យបែកបាក់គ្នាអញ្ចឹងហើយយើងត្រូវរួមគ្នាការពារគ្នាការពារសន្តិភាពហើយនឹងត្រូវគ្រប់គ្រងជឿជាក់លើរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចបវរមហាបវរធិបតីហ៊ុនម៉ាណែតនិងសម្ដេចពុករបស់យើងពីព្រោះអីសម្ដេចពុករបស់យើងគឺលោកមានបទពិសោធន៍ក្នុងការងារការបរទេសផងហើយនឹងក៏លោកធ្លាប់ឆ្លងកាត់សង្គ្រាមហើយដែរអញ្ចឹងហើយយើងត្រូវជឿជាក់លើរាជរដ្ឋាភិបាលទោះបីថៃខាងជ្រុលនិយមថៃបំពង់ព័ត៌មានអីមិនយើងក៏មិនយើងត្រូវជឿព័ត៌មានពិតពីរាជរដ្ឋាភិបាលរបស់យើងវិញហើយយើងត្រូវជឿជាក់លើរាជរដ្ឋាភិបាលរបស់យើងក្នុងការដោះស្រាយដោយផ្អែកទៅលើច្បាប់អន្តរជាតិហើយនឹងដោះស្រាយដោយសន្តិវិធី